Allah. Hai anjing, terusin ciluk bah. Anjing juga yang oke. Bah, susah nak ni, bah sebab kau makan sebesar, nangai. Jengki nangai ni kaya nang berdalam macam ni saja temai cuma nang kam viti retray runtot. Bah, jadi kalau kau ni kaya nang lek yo clip video pram, doi rono, dah ji clip video dah yang nak seman mandau, nang ji clip video mui dah perui dah thot job cuma nang ring rai. Bah, apa dah do jemlai dah thot job dah chung bing ពិភពលោកតែម្ដងគឺខ្ញុំនឹងលើកយកមកបង្ហាញនៅក្នុងពេលបន្តិចទៀតនេះបាទអញ្ចឹងសម្រាប់បងប្អូនដែលបានទៅមកថ្មីទាំង fan ចាស់មក complete ជួយចុច subscribe អ្នកមួយដើម្បីទទួលបាន clip video ថ្មីមុនគេបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរចង់ដឹងថា clip video ទាំង5នេះនឹងមានរឿងរ៉ាវហេតុការណ៍គួរឲ្យព្រឺរោមប៉ុណ្ណាបាទទៅទស្សនាជាមួយនឹងខ្ញុំទាំងអស់គ្នាតោះ let's go អូខេបាទឥឡូវយើងចាប់ផ្ដើមចូលដល់ clip video top 1 តែម្ដងបាទអញ្ចឹងគឺ clip video top 1 នេះគឺជា clip video មួយដែលថតបានដោយកាមេរ៉ាសុវត្ថិភាពដែលបរិសម្នាក់គាត់បាទជួបប្រទះជាមួយនឹងបាទរឿងរ៉ាវមួយដ៏ព្រឺរោមខ្លាំងមែនទែនដែលផ្លូវហ្នឹងគឺជាផ្លូវរត់ភ្លើងណាបងប្អូននេះហើយនៅពេលដែលគាត់បាទព្យាយាមបាទលក្ខណៈថាកុំឲ្យមានឡានមានម៉ូតូឆ្លងកាត់ព្រោះថាបន្តិចទៀតនេះគឺនឹងមានផ្លូវនឹងមានរថភ្លើងបាទធ្វើដំណើរមកអញ្ចឹងណាបាទហើយនៅពេលនោះគាត់ក៏បានឃើញបាទមនុស្ស2នាក់ច្បាស់ចេះដែលឈរចំកន្លែងកណ្ដាលផ្លូវរថភ្លើងហ្នឹងតែម្ដងហើយនៅពេលនេះគាត់ព្យាយាមវាដៃថាឲ្យចេញពីកន្លែងហ្នឹងគឺតិចទៀតរថភ្លើងមកដល់ហើយប្រយ័ត្នមានគ្រោះថ្នាក់អញ្ចឹងហើយមួយប្រព្រឹត្តភ្នែកទេគឺមនុស្សទាំងពីរនាក់គឺបាត់សូនឈឹងតែម្ដងដែលធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលខ្លាំងមែនទែននៅក្នុងពេលនោះបាទឥឡូវយើងចាប់ផ្ដើមចូលដល់ clip video top 2 វិញម្ដងបាទយើងក្នុង clip video top 2 នេះគឺជា clip video ដែលថតលក្ខណៈថាគាត់គឺជាតារា TikTok ដែលចូលចិត្តបង្ហោះ clip video ប្លែកៗអីក្នុង TikTok អីចឹងណាបាទចំណែកឯ clip video មួយដែលធ្វើឲ្យគាត់មានការតក់ស្លុតខ្លាំងនោះគឺ clip video មួយនេះបាទអញ្ចឹងយើងទៅទស្សនាដល់អស់គ្នាអញ្ចឹងគឺយើងទៅមើល clip video replay ទាំងអស់គ្នាតាមចំណុចចំណេះក្រោមនៅពីក្រោយក្នុងបាទមើលព្រឺខ្លាំងមែនទែនវាហាក់បីដូចជាមនុស្សដែលកំពុងតែព្យាយាមចូលកាមេរ៉ាជាមួយគាត់ដែរតែសើចស្ញែងនៅពីក្រោយខ្នងរបស់គាត់ដែរពេលនោះគាត់អត់បានចាប់អារម្មណ៍មើលទេតើតើអ្នក comment ច្រើនពេកហើយគាត់ក៏ព្យាយាមបាទក្លែក look back ទៅមើល clip video របស់គាត់ផ្ទាល់ក៏ឃើញនៅរឿងរ៉ាវមួយដល់ព្រឺរោមខ្លាំងមែនទែនបាទអូខេឥឡូវយើងចាប់ផ្ដើមចូលដល់ clip video top 3 វិញម្ដងបាទចំណែក clip video top 3 នេះក៏ជា clip video មួយដែរបាទគឺថតនៅកន្លែងដើមពោមួយដែរកន្លែងដើមពោបើមើលទៅដូចជាព្រាយយ៉ាងណាចេញទាំងកណ្ដាលថ្ងៃត្រង់តែម្ដងណាបាទតែយើងមើលឲ្យគឺវាពិតជាចម្លែកហើយស្ត្រីម្នាក់ដែលកំពុងអង្គុយនេះគឺគាត់អត់ដឹងទេហើយកាមេរ៉ាថតនេះក៏វាថតជាប់ដោយចៃដន្យដែលយើងមិននឹកស្មានថាវាថតជាប់រឿងចម្លែកបែបហ្នឹងណាបាទ Look at this Oh my god what is that What is this Wow វាពិតជាគួរឲ្យព្រឺរោមខ្លាំងមែនទេបើយើងមើលទៅបាទអ្នកអស់យល់យ៉ាងណាដែរអូខេឥឡូវចាប់ផ្ដើមចូលដល់ clip video top 4 វិញម្ដងបាទអញ្ចឹង clip video top 4 នេះគឺជា clip video មួយដែលថតដែលបរិសម្នាក់គាត់លើកថាជួបផ្ទះអស់រយៈពេលចង់មួយខែហើយក៏ប៉ុន្តែគាត់នៅអត់បានទេផ្ទះហ្នឹងគឺតែមានរឿងរ៉ាវចម្លែកកើតឡើងរហូតហើយចង់ពេលមួយហ្នឹងគឺវានឹងដាច់ភ្លើងគាត់ភ័យមែនទែនបាទ terusin ciluk bah. Anjing juga yang oke. Oh my god.
và chân bắt đầu bị quạt và khơi mà lưu sầm lên chầm lái cái có cái lấy tầm mơ bà cái lấy bộ uống có sắp phải khơi sầm màu mà được rồi cứ hot stoi tầm đó và thôi có đang từ từ kiang bẹ đông nơi không thể năng tầm đó và chân cứ theo môi năng cứ bất chịu của bự rôm kháng để sao tại có đắt đắng có thứ chua nơi ở nhà bên mà khai hay bắt đầu một tiết có đăng thảแต่นั่นคือทลอมีมันเลยធ្វើអត្តឃាតតែយ៉ាងដែរបាទអូខេឥឡូវយើងចាប់ផ្ដើមចូលដល់ clip video top 5បាទអញ្ចឹងគឺ clip video top 5នេះគឺជាការថតបាទនៅលើបណ្ដាញសង្គមបាទយើងផ្ទាល់គឺចែកចាយពេញបណ្ដាញសង្គមអញ្ចឹងណាបាទគឺឃើញបាទមនុស្សស្រីម្នាក់គឺសំយងជើងចុះមកក្រោមហាក់បីដូចជាបាទកំពុងតែគឺយ៉ាងភើតែម្ដងហើយបើយើងក៏លេចឲ្យមើលកាន់តែយូរទៅគឺហាក់បីដូចជាមិនមែនមនុស្សទេបាទអូខេមើលទៅគឺគួរព្រឺរោមខ្លាំងមែនទេហើយអាគីមួយហ្នឹងបន្ទាប់ពីគាត់បានថតជាប់ជាមួយនឹងស្ត្រីម្នាក់ហ្នឹងគាត់ក៏បានស្រាវជ្រាវមើលទៅឃើញថាបាទអាគីមួយហ្នឹងគឺធ្លាប់មានក្មេងស្រីម្នាក់គាត់បានលោតលើអាគីហ្នឹងដោយមានវិបត្តិផ្លូវចិត្តអីចឹងណាបាទហើយក៏បានស្លាប់បាត់បង់ជីវិតក៏ប៉ុន្តែវិញ្ញាណរបស់គាត់ក៏នៅតែតោលបាទវល់នៅជុំវិញអាគីហ្នឹងតែម្ដងបាទអូខេបាទអញ្ចឹងបន្ទាប់ពីបានទស្សនា clip video ទាំង5នេះហើយបាទតើអ្នកនរគ្នាមានអារម្មណ៍មិនដែរបាទអញ្ចឹង clip video ទាំង5នេះក៏វាមានតែប៉ុណ្្នឹងចាំបាទយើងជួបគ្នានៅ clip video ក្រោយៗទៀតបាទអញ្ចឹង clip video ក្រោយៗទៀតក៏វានឹងមានអ្វីដែលថ្មីសម្រាប់ចែកជូនទៅកាន់បងប្អូនយើងហើយក៏សូមអធិស្ឋានបងប្អូនក៏វាអត់តន់ស្រួលទេសម្រាប់ខ្ញុំគឺវានិយាយនៅរឿងតាក់នៅឡើយចាស់បាទក៏សូមអធិស្ឋានផងហើយបាទក៏សូមជូនពរដល់បងប្អូនយើងបាទសុខសប្បាយនិងមានសុខសុវត្ថិភាពទាំងអស់គ្នាបាទពីខ្ញុំបាទវរៈបាទសុខសោបាទសូមអរគុណបាទសូមជម្រាបលាបាទជួបគ្នានៅ clip video ក្រោយៗទៀតបាទ